ឃើញព័ត៌មានថៃផ្សាយតាំងពីព្រឹកព្រលឹមថាមានគ្រាប់ផ្លោងកំភ្លើងត្បាល់មួយគ្រាប់បានធ្លាក់ទៅតំបន់ភ្នំ469នៅជាប់ព្រំដែនខេត្តឧបលរាជធានីកាលពីព្រឹកថ្ងៃអង្គារទី6ខែមករាឆ្នាំ2026នេះនៅក្នុងព័ត៌មាននេះទីបញ្ជាការដ្ឋានភូមិភាគ2បាននឹងកំពុងនិយាយថាគេធ្វើការស៊ើបអង្កេតការដែលគេនិយាយថាគេកំពុងតែធ្វើការស៊ើបអង្កេតលើគ្រាប់កំភ្លើងត្បាល់មួយគ្រាប់ដែលបានធ្លាក់នៅក្នុងតំបន់ភ្នំ469ចំណុចចុងបុកខេត្តឧបលរាជធានីដែលបណ្ដាលឲ្យរបួសទាហានថៃម្នាក់សេចក្តីប្រកាសនេះគឺជាសញ្ញានៃការរករឿងសេចក្តីប្រកាសនេះគឺជាសញ្ញានៃការរករឿងទៀតហើយបាទគឺជាការរករឿងទៀតហើយដូច្នេះតើចក្រពង្សភូវនាថនឹងបន្តណាតើចក្រពង្សភូវនាថនឹងបន្តសកម្មភាពវាយលោកហ៊ុនសែនម្ដងទៀតសារជាថ្មីឆាប់ឬយ៉ាងណាថ្ងៃនេះថ្ងៃទី6ខែមករាលោកហ៊ុនសែនបានប្រកាសថាថ្ងៃស្អែកទី7មករាគឺជាថ្ងៃអបអរជ័យជំនះដែលលោកហ៊ុនសែនអួតអាងថាបានស្រោចស្រង់ជីវិតរបស់កម្ពុជាណាបានស្រោចស្រង់ជីវិតប្រជាជននៅកម្ពុជាលោកហ៊ុនសែនបានចេញផ្សាយថា7មករាគឺជាទិវាជ័យជំនះតើអាចដែរឬទេដែលឧត្តមសេនីយ៍ឯកវីរយុទ្ធរាំងសិលបើកការវាយប្រហារមកលើលោកហ៊ុនសែនជាថ្មីម្ដងទៀតចំថ្ងៃ7មករាយើងក៏ត្រូវរំលឹកឡើងវិញថាថ្ងៃ7ខែធ្នូឆ្នាំ2025កន្លងទៅថៃបានធ្វើការវាយប្រហារលើកទី2មកលើកងទ័ពលោកហ៊ុនសែនបណ្ដាលឲ្យបាក់ទ័ពបរាជ័យរត់ចោលសមរភូមិនិងទឹកដីយ៉ាងតិច14កន្លែងនៅក្នុងថ្ងៃ6មករានេះថៃចាប់ផ្ដើមរករឿងទៀតហើយមេបញ្ជាការឧត្តមសេនីយ៍ឯកវីរាយុទ្ធរសិលបាននិយាយឲ្យដឹងនៅថ្ងៃអង្គារទី6ខែមករានេះថាកងទ័ពថៃម្នាក់បានរងរបួសដោយសារគ្រាប់កំភ្លើងត្បាល់មួយគ្រាប់បាញ់ចូលទៅក្នុងតំបន់ភ្នំ466ក្បែរចុងបុកក្នុងស្រុកណាមយឿនខេត្តឧបលរាជធានីការកើតហេតុនេះកំពុងតែសិក្សាបន្តទៅទៀតតើវាអាចទេដែលព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍រករឿងសារជាថ្មីចំពោះលោកហ៊ុនសែនដែលថៃបានបញ្ចេញឲ្យដឹងថាវាមិនសប្បាយចិត្តឡើយនៅពេលដែលលោកហ៊ុនម៉ាណែតនិយាយថាមិនបានចោះចាញ់វាដូច្នេះពាក្យថាបើលោកហ៊ុនម៉ាណែតជាកូនលោកហ៊ុនសែនមិនបានប្រកាសចោះចាញ់វាមានន័យថានៅតែបដិសេធថាមិនបានសរសេរសម្បត្តិទៅសុំវាជប់បាញ់ទេនោះវាគួរតែបន្តបាញ់គ្នាសារជាថ្មីព្រឹត្តិការណ៍ដែលខ្ញុំកំពុងតែកលេចមើលមានដូចតទៅទី1លោកហ៊ុនសែនព្រឹកថ្ងៃទី6នេះបានចុះផ្សាយអំពីការរំលឹកខួប7មករានៅក្នុងទំព័រ Facebook របស់លោកហ៊ុនសែនកាលពី2ម៉ោងមុននេះបានសរសេរថាស្អែកនេះជាខួបទី47នៃទិវាជ័យជំនះ7មករាយកអត្ថបទចម្រៀងរបស់លោកកែវចិន្តាគឺបទអោភ្នំពេញអើយដែលច្រៀងដោយចៅបង្កើតរបស់លោកកែវចិន្តាយកមកចាក់ផ្សាយការដែលយកមកចាក់ផ្សាយនេះថៃក៏លេចឃើញក្តៅឆេវណាថៃក៏លេចឃើញក្តៅឆេវដូច្នេះនៅពេលថៃក៏លេចឃើញក្តៅឆេវគឺរករឿងវាយទៀតហើយណារករឿងវាយទៀតហើយអាចវាយឬទេយើងមិនដឹងឡើយក៏ប៉ុន្តែបង្ហាញឲ្យឃើញថាថៃមិនទុកឲ្យលោកហ៊ុនសែននៅសុខសប្បាយឡើយដូច្នេះនៅក្នុងចំណុចនេះ
នៅពេលដែលលោកហ៊ុនសែនប្រកាសខួបទី47នៃ7មករាអាចសៀមវាយចំថ្ងៃហ្នឹងអាចសៀមវាយខ្ញុំគ្រាន់តែសន្និដ្ឋានកុំជឿខ្ញុំណាអាចសៀមរករឿងវាយចំថ្ងៃ7មករាដើម្បីបំបាក់មុខការប្រកាសជ័យជំនះការប្រកាសទិវាជ័យជំនះ47ឆ្នាំរបស់លោកហ៊ុនសែននឹងចំណុចមួយទៀតកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025ការប៉ះអាវុធគ្នាជាលើកទី2ហើយចប់នៅថ្ងៃទី27គឺនៅក្នុងរយៈពេល20ថ្ងៃណាតកតងនៅថ្ងៃទី7ខែធ្នូគឺ127គឺជាថ្ងៃកំណត់ពេញអង្គរបស់រាសីនៃខែធ្នូបើឋានៈថ្ងៃទី7ខែធ្នូជាថ្ងៃកំណត់ពេញអង្គនៃរាសីខែធ្នូហើយត្រូវឈប់បាញ់នៅថ្ងៃទី27ដែលជាថ្ងៃគម្រប់20ថ្ងៃនៃទិវានៃព្រឹត្តិការណ៍សង្គ្រាមនៅក្នុង20ថ្ងៃនេះនៅក្នុងទិវានៃការបង្ក្រប់នេះថៃរើសយកម៉ោង12ថ្ងៃត្រង់ដែល12ថ្ងៃត្រង់គឺជាសូរយៈរាសីដែលនៅក្នុងនឹងថៃប្រើក្បួនសង្គ្រាមថៃប្រើក្បួនសង្គ្រាមខ្មែរអត់មានក្បួនសង្គ្រាមទេខ្មែរបាត់ក្បួនទៅហើយថៃយកណាធ្នូរាសីយកមកគុនគូទៅឃើញថាគម្រប់20ថ្ងៃគឺជាដំណើរគោចរនៃព្រះសូរិយាដែលនឹងប្រែសីតុណ្ហភាពអញ្ចឹងថ្ងៃ27គម្រប់ថ្ងៃ20ថ្ងៃគម្រប់ជា20ថ្ងៃនៃសមរភូមិរបស់ថៃធ្វើ conclusion of battlefield តែថាបញ្ចប់មួយអន្លើក្នុងធ្នូរាសីនៃដំណើរគោចររបស់ព្រះអាទិត្យនៃដំណើរគោចរសូមបញ្ជាក់ថានៅក្នុងដំណើរគោចរមាន2ដំណើរគោចរមួយគឺជាដំណើរគោចររបស់ព្រះច័ន្ទដំណើរគោចរមួយទៀតគឺជាដំណើរគោចររបស់ព្រះអាទិត្យនៅក្នុងថ្ងៃ27គម្រប់20ថ្ងៃនៃការច្បាំងជាមួយនឹងទ័ពលោកហ៊ុនសែនរាសីហ៊ុនសែនស្ថិតនៅក្នុងរាសីក្តៅរាសីដែលសៀមវាយមូណប់អញ្ចឹងវារើសរកថ្ងៃផ្អាកកុំឲ្យក្រឡាប់អញ្ចឹងដែលកើតនៅការផ្ទុះអាវុធថ្ងៃ7ខែធ្នូគឺជាថ្ងៃបើកធ្នូរាសីបើបងប្អូនរកឃើញណាក្បួនតម្រាតកតងនឹងដំណើររាសីនៃព្រះអាទិត្យចំខែធ្នូនឹងបងប្អូននឹងដឹងថាមូលហេតុអ្វីបានជាថៃគិតថាជ័យជំនះដែលបានមកពីខែធ្នូគឺវាយចំរាសីក្តៅក្រហាយរបស់លោកហ៊ុនសែនវាយចំរាសីក្តៅក្រហាយរបស់លោកហ៊ុនសែនហើយត្រូវបញ្ចប់មុនសីតុណ្ហភាពផ្លាស់ប្ដូរគឺថ្ងៃទី27បញ្ចប់ថ្ងៃត្រង់យករាសីព្រះអាទិត្យជាគោលបញ្ចប់មិនឲ្យផ្លាស់ប្ដូរសីតុណ្ហភាពបានពួកថៃតែងតែប្រើក្បួនចំណែកខ្មែរគឺជឿតាមយួនប្រើអួតប្រើជោប្រើ fake អួតជោ fake ខ្មែរមានក្បួនបងប្អូនតែខ្មែរបំផ្លាញចុងក្រោយគឺបំផ្លាញចូលឆ្នាំបំផ្លាញចុងក្រោយគឺបំផ្លាញចូលឆ្នាំហើយនឹងបំផ្លាញបនចូលឆ្នាំទាំងពីរតែបំផ្លាញបនចូលឆ្នាំទាំងពីរយ៉ាងម៉េចទី1គឺបំផ្លាញលក្ខណៈបនអុំទូកចោលដោយបំបែកបនអុំទូកដោយមិនទទួលដឹងថាបនអុំទូកនឹងគឺតកតងនឹងដំណើរនៃព្រះអាទិត្យដំណើរនៃព្រះច័ន្ទដែលជាប្រកដីតិនច័ន្ទកតិដែលបុរាណខ្មែរប្រើរហូតដល់1000ពុទ្ធសករាជ1350អញ្ចឹងហើយក្រោយពីនឹងចូលឆ្នាំរបស់ខ្មែរអត់យកតាមសង្ក្រាន្តទេដោយសារអ្វីដោយសារតែខ្មែរយកបំចូលឆ្នាំនៅពេលដែលដូរប្រកដីតិនពីដំណើរព្រះច័ន្ទមកដំណើរព្រះអាទិត្យទោះបីយកតាមខែខ្មែរមកសីគុណចក្រសាអីចឹងមែនប៉ុន្តែយកតាមរឹករាសីនៃសូរ្យកតិខ្មែរធ្វើបំចូលឆ្នាំក្រោយពុទ្ធសករាជ1350គឺយកតាមពន្លឺភ្លើងព្រះអាទិត្យជាធម្មពលព្រះអាទិត្យនៅពេលដែលបំចូលឆ្នាំខ្មែរដែលយកតាមពន្លឺព្រះច័ន្ទត្រូវคล้ายទៅជាបុណ្យសំពះព្រះខែដែលជាប់តាក់ទងនឹងការជួបជុំគ្នានៃកូនចៅរបស់ខ្មែរបុរាណយកបុណ្យអុំទូកជាទីតាំងមនុស្ស2នាក់ក្នុងតកូលហ៊ុនបំផ្លាញតកូលហ៊ុនមួយគឺលោកហ៊ុនសែនបំផ្លាញច័ន្ទកតិរឹតច័ន្ទកតិចោលដល់អត់ដឹងខ្លួនទេបំផ្លាញចោលដោយបំបែកជំនុំច័ន្ទកតិនៅមុខព្រះបរមរាជវាំងចតុមុខទៅធ្វើជាអធិបតីនៅបុណ្យអុំទូកឯទឹកខ្មៅបំផ្លាញរឹករាសីបណ្ដុំរបស់គាត់
គាត់បំផ្លាញរាសីរបស់គាត់ពីព្រោះគាត់អត់ដឹងថាគាត់នឹងជារាសីស្អីហើយការផ្លាស់ប្ដូរថ្ងៃកំណើតខែថ្ងៃរបស់គាត់ការផ្លាស់ប្ដូរខែថ្ងៃរបស់គាត់យើងអត់ដឹងថាគាត់នឹងរឹករាសីអីទេប៉ុន្តែគាត់បានបំផ្លាញនៅរាសីតាមព្រះច័ន្ទគាត់បំផ្លាញរាសីតាមព្រះច័ន្ទពីព្រោះគាត់ជាមេដឹកនាំគាត់ត្រូវបណ្ដុំនៅមង្គលជាមួយនឹងព្រះមហាក្សត្រនៅចតុមុខនគរគាត់អត់ទេគាត់ទៅធ្វើជាអធិបតីប៉ុនអំទូកនៅទឹកខ្មៅគាត់ជាអ្នករំលាយគាត់រំលាយស្ដេចផែនដីពីព្រោះគាត់យល់ថាគាត់ខ្លាំងជាស្ដេចផែនដីគាត់មិនចង់ឲ្យស្ដេចផែនដីអង្គុយនៅព្រះទីនាំងផែហើយគាត់អង្គុយពីក្រោយទេគាត់ចង់ទៅអង្គុយតែគាត់បំផ្លាញចោលអានឹងដោយសេចក្តីល្ងងខ្លៅបំផ្លាញរាសីរបស់នគរនៅពេលដែលខ្លួនគាត់មិនដឹងជានៅក្នុងដំណើររាសីណាមួយទេចំណែកកូនគាត់យកសេចក្តីល្ងងខ្លៅមកបំផ្លាញរាសីព្រះនគរគឺយកសង្ក្រានដែលមិនមែនជាប្រពៃណីចូលឆ្នាំរបស់ខ្មែរតាំងពីសម័យមហានគររហូតដល់សម័យចតុមុខនគរគឺអត់ដែលយកសង្ក្រានមកធ្វើជាចូលឆ្នាំទេសង្ក្រានគឺក្បួនរឹកក្បួនមើលដំណើររាសីក្បួនមង្គលក្បួនដេញបាតុភូតធម្មជាតិមានភ្លៀងមានអីជាដើមទាំងអស់ហ្នឹងវាតកតងដូច្នេះហើយបុរាណខ្មែរបោះសិភៅកូនសិភៅតូចមួយឈ្មោះហៅថាមហាសង្ក្រានមនុស្សល្ងងខ្លៅកូនលោកហ៊ុនសែនជំហ៊ុនម៉ាណីយកថៃគេអត់ហ៊ានហៅសង្ក្រានថាជាចូលឆ្នាំទេគេហៅថាជាទិវាដែលអបអរនឹងរឹកគេយករឹករាសីទៅតាមដំណើរនៃប្រកដីតិនរបស់គេថៃភាសាថៃមិនមែនហៅចូលឆ្នាំថ្មីទេហើយនៅឆ្នាំ1937ពួកថៃគេយកឆ្នាំសកលរហូតដល់គេកែប្រែពុទ្ធសករាជអញ្ចឹងបានជាគេហៅពុទ្ធសករាជគេ2569ឥឡូវនៅពេលដែលពុទ្ធសករាជយើងអត់ដូរដូចគេទេពីព្រោះយើងអត់កាត់ពុទ្ធសករាជនៅពេលដែលគេរៀបចំចូលឆ្នាំនៅឆ្នាំ1937ជាចូលឆ្នាំសកលទំនើបភាវូបនីយកម្មនិងអន្តរជាតិភាវូបនីយកម្មរបស់ថៃគេកាត់ពុទ្ធសករាជបានជាពុទ្ធសករាជថៃហ្នឹងវាលឿនជាងខ្មែរហើយខ្មែរក៏នៅតែតោអញ្ចឹងទៅនៅតែតោឥឡូវហ្នឹងវាដកអស់ហើយខ្ញុំមិនមែនគ្រូទាយទេខ្ញុំអត់មានគ្រូទាយទេខ្ញុំជាអ្នកប្រវត្តិសាស្ត្រប៉ុន្តែខ្ញុំសង្កេតឃើញសៀមគឺប្រើក្បួនបុរាណលាយជាមួយក្បួនសម័យដូច្នេះត្រឡប់មកវិញណាត្រឡប់មកវិញនៅក្រោយពេលដែលហ៊ុនសែនហ៊ុនម៉ាណែតនិយាយថាមិនចោះចាញ់មិនមែនចាញ់សង្គ្រាមថៃវាខឹងតើវាអាចយកលេសអារឿងក្របកំភ្លើងបាញ់ចូលទៅវានឹងរករឿងទៀតដែរឬអត់ព័ត៌មានចាញ់ផ្សាយប្រមាណជា25នាទីមុនណាបានបង្ហាញថាក្របកំភ្លើងមកក្របណាក្របកំភ្លើងមកក្របដែលបាញ់ចូលភ្នំនៅក្នុងចុងកាល់ណាមយឿនឧបុនរាជធានីត្រូវបានអង្គភាពកងទ័ពខាងនោះអង្គភាពកងទ័ពលោកហ៊ុនសែនតាក់ទងទៅថៃភ្លាមហើយនិយាយថាណានិយាយថាអានេះក្រៅផ្លូវការណាក្រៅផ្លូវការបញ្ជាក់ម្ដងហើយម្ដងទៀតមិនមែនផ្លូវការទេផ្លូវការគឺចេញពីក្រសួងការពារជាតិរបស់កម្ពុជាតែនេះមិនមែនផ្លូវការទេមិនមែនផ្លូវការទេគឺថៃវានិយាយថាអង្គភាពទ័ពខ្មែរនៅទល់មុខនឹងចុងបុកហ្នឹងបានតាក់ទងមកភ្លាមរឿងក្របហ្នឹងណាដែលកំពុងតែព្យាយាមស្វែងយល់ឲ្យច្បាស់មានពាក្យចចាមអារានថាខាងលោកហ៊ុនសែនប្រាប់ថាតាហ៊ានវាសវឹងណាតាហ៊ានវាសវឹងវាជ្រុលទៅបាញ់កំភ្លើងហ្នឹងខ្ញុំដូចអត់ជឿពាក្យហ្នឹងទេវាមិនដែលមានអាណាសវឹងទៅបាញ់មាត់ជេទេបងប្អូនក្របមាត់ជេមិនមែនជាក្របដកចេញពីកេះមកបាញ់បានទេហើយវាអត់ដែលមានតាហ៊ានខ្មែរណាទៅសវឹងបាញ់មាត់ជេទេ no វាអត់មានណាបងប្អូនអញ្ចឹងរឿងហ្នឹងខ្ញុំអត់សូវជឿទេប៉ុន្តែខ្ញុំនិយាយឲ្យស្ដាប់ថាមានដំណឹងមួយណាថាតបខ្មែរមេតបបញ្ជាការតបខ្មែរនៅទល់មុខនឹងខេត្តនៅចុងបុកណាមយឿនឧបនរាជធានីតាក់ទងមកខាងបញ្ជាការថៃថាតាហ៊ានរបស់ខ្មែរនោះវាមានសវឹងបាញ់ច្រឡំប៉ុន្តែរឿងហ្នឹងខ្ញុំមិនជឿទេវាអត់មានមនុស្សសវឹងទៅបាញ់កំភ្លើងត្បាល់កើតទេណា that is totally impossible ណាអាហ្នឹងគឺជាចំណុចមួយណាចំណុចមួយហ្នឹងជាចំណុចមួយណាបងប្អូនណាចំណុចមួយទៀតណាចំណុចមួយទៀតគឺតាមសារព័ត៌មានខាវសុតផ្សាយ1ម៉ោងមុននេះថាមានក្របកំភ្លើងធ្លាក់នៅតំបន់ភ្នំ469ចុងបុកណាមយឿនឧបុនរាជធានីតែអត់និយាយស្អីទេបាទអត់និយាយស្អីទេ
អត់និយាយទេណាអត់និយាយស្អីទេណាអត់មាននិយាយអ្វីទេនៅព័ត៌មានមួយទៀតចាញ់ពីកាសែតថៃណាមួយម៉ោងមុននេះ The Nation Thailand អត់មាននិយាយអីទេគ្រាន់តែនិយាយថាក្របកំភ្លើងធ្លាក់នៅតំបន់ភ្នំ469ចុងបុកណាមយឿនឧបលរាជធានីម៉ោង 7:25 នាទីអំបែងក្របបានត្រូវដៃខាងស្ដាំបោះទាហានភូមិភាគ2នឹងព័ត៌មានណាព័ត៌មានអញ្ចឹងត្រឡប់មកវិញតើថៃយកលេសវាយទៀតទេណាតើថៃយកលេសវាយទៀតទេតើវាយចំ7 មករាឬយ៉ាងណាសំទោសខ្ញុំដាក់កោនបន្តិចខ្ញុំឈឺពោះទៅតាំងទៅសៃខ្ញុំបាទខ្ញុំអង្គុយកៅអីស្រួលហើយនៅមិនបានទៀតបាទអញ្ចឹងតើថៃវាអាចវាយ7 មករាឬទេយើងក៏អត់ដឹងដែរតើថៃវារកវាយរបៀបម៉េចទៀតយើងក៏អត់ដឹងដែរអញ្ចឹងចក្រពងភូនីតនៅចំណុចហ្នឹងណានៅចំណុចហ្នឹងវានៅចង់តែរឿងវាយទេបងប្អូនតើយ៉ាងណាចំណែកឯសកម្មភាពរបស់ AOT វាដួលរលំ AOT ASEAN Observer Team វាដួលរលំបងប្អូនក្រោយពីចប់ឆ្នាំ25ទៅឥឡូវនេះអាន់វ៉ាក៏ត្រូវតវ៉ាសម្រាប់ពួក Global South ណាអាន់វ៉ាឥឡូវហ្នឹងងាកទៅតវ៉ាជាមួយនឹង Global South តអាន់វ៉ាចេញតវ៉ាជាមួយ Global South អាន់វ៉ាក៏អត់មានពេលចំណែកឯMarco Junior របស់ហ្វីលីពីនអត់មានលឺសូអ្វីទេណាអត់មានលឺសូអ្វីទេអញ្ចឹងតើសៀមអាចវាយចំ7 មករាឬទេយើងអត់ដឹងទេណាបងប្អូនខ្ញុំអត់ដឹងទេគាត់ថាលើកយកមកធ្វើជា narrative ទេណាលើកយកមកនិយាយធ្វើជាសិល្បៈនៃការវិភាគទេនឹងដូច្នេះអ្វីសុទ្ធតែនៅក្នុងផែនការរបស់ថៃកម្ពុជាយើងរាត្រីទឹកឃ្មុំបានចាប់បាត់ទៅនៅសល់តែរាត្រីទឹកខ្មេះទេដូច្នេះអ្វីយើងចាំមើលតើក្រសួងការពារជាតិនៃកម្ពុជាមានផ្សាយអីទេទៅមើលណាកាលពី1 ម៉ោងមុននេះក្រសួងការពារជាតិបានដាក់កំណត់ទូតកាលពីថ្ងៃ5 មករាអញ្ចឹងអត់មានអីផ្សាយថ្មីទេណាបានដាក់លិខិតកំណត់ការទូតស្នើភាគីថៃរៀបចំប្រជុំពិសេសរបស់ JBC សប្តាហ៍ទី2ឬសប្តាហ៍ទី3នៃខែមករានៅខេត្តសៀមរាបថៃមិនទាន់ឆ្លើយមកនៅឡើយទេសំណួរសួរទៀតថាតើថៃអាចវាយកុំឲ្យប្រជុំ JBC កើតទេពីព្រោះតាមមើលទៅថៃអត់ចង់ប្រជុំ JBC ទេបើសិនជាថៃអត់ប្រជុំ JBC ទេបើថៃអត់ប្រជុំ JBC ទេតើថៃអាចវាយបន្តទៅទៀតមកដាទៀតទេហើយបើថៃវាយក៏សូមឲ្យប្រយ័ត្នខេត្តកោះកុងនិងកំពង់សោមបាទសូមឲ្យប្រយ័ត្នខេត្តកោះកុងនិងកំពង់សោមណាសូមកុំភ្លេចប្រតិបត្តិការសឹកប្រាជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តសូមកុំភ្លេចហើយទន្ទឹមនឹងកាលពីម្សិលមិញថ្ងៃទី5 ខែមករាឆ្នាំ2026ខាងកងទ័ព Marine ថៃបាននិយាយថាគេចាប់បានគ្រាប់រំសេវណាគេចាប់បានគ្រាប់រំសេវជាច្រើនតើការប្រកាសណាតើការប្រកាសអំពីការរឹបអូសយកបានកន្លែងលាក់កំបាំងគ្រាប់រំសេវដែល Marine ថៃប្រកាសនោះជាចំណែកមួយនៃការរស់រឿងដែរឬទេយើងចាំមើលទៀតត្រង់នេះគឺជាចំណុចលំបាកខ្ញុំសង្ឃឹមថារដ្ឋាភិបាលហ៊ុនម៉ាណែតនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបន្តឲ្យមានការឈប់បាញ់នឹងត្រង់ហ្នឹងដូច្នេះតើចក្រពងភូវនីតអាចជាប្រតិបត្តិការបន្តតទៅទៀតឬទេនឹងគឺជាចំណុចមួយនៅក្នុងអត្ថបទនេះខ្ញុំនិយាយថារបៀបដែលថៃធ្វើគឺមានផែនការរបៀបដែលថៃធ្វើមានផែនការដំបូងថៃឲ្យភូមិភាគ2វាយហើយបោះបាល់ឲ្យភូមិភាគ1បោះបាល់ឲ្យ Marine ហើយក៏បោះបាល់ឲ្យកងទ័ពជើងទឹកដូច្នេះអ្វី
ដែលវាកើតឡើងគឺត្រូវប្រយ័ត្នប្រយែងសង្ឃឹមថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតអាចនឹងដោះស្រាយណាអាចនឹងដោះស្រាយកិច្ចការនឹងបន្តទៅទៀតបានត្រង់នេះនៅតានតឹងសម្បានណាបងប្អូនអូខេ